ហើយចឹងកាលពី2ឆ្នាំមុនក្នុងឆ្នាំ2024ខ្ញុំចាប់បាក់ដូរភ្លាមខ្ញុំបានទៅរៀននៅប្រទេសចៅនៅក្នុងសាលាមួយនៅចិត្តទីក្រុងបាងកកដែរហៅថាសាលារាំងស៊ីតចឹងណាបាទចឹងបន្ទាប់មកទៅខ្ញុំក៏របៀបខ្ញុំជួលនៅហ្នឹងគេមានតែប្រភេទ apartment ឬក៏ condo សម្រាប់ឲ្យនិស្សិតជួលគេអត់មានផ្ទះជួលដូចខ្មែរយើងសម្រាប់ឲ្យអ្នកបរទេសនៅទេបាទហើយចឹងទេសរបៀបទៅថាយើងនៅរៀងបានមួយខែអីចឹងទៅយើងចាប់ផ្ដើមមានអារម្មណ៍មួយចលាយចឹងអារម្មណ៍ចលាយហ្នឹងគឺចំណុចមួយចេះបន្ទប់ខ្ញុំចូលឧទាហរណ៍46 14ចឹងទៅអញ្ចឹងនៅជាហៀងវា46 12ហើយមួយជាហៀងវា46 16អញ្ចឹងបាទយល់បាទលេខគូអញ្ចឹងខាងឆ្វេងហ្នឹងគឺខ្ញុំដឹងថាមានមនុស្សប៉ុន្តែគាត់ថាគាត់មិនមែននៅជាប្រចាំអញ្ចឹងខ្ញុំក៏សូមអធិស្ឋានទៅលើចំណុចហ្នឹងដែរគឺថាខាង4 16ហ្នឹងគឺគាត់ជួលលក្ខណៈថាគាត់ជាមនុស្សប្រុសគាត់ទុនជាផ្សេងគាត់លក្ខណៈពេលគាត់ចង់យកនារីយកអីទៅកេងអញ្ចឹងប៉ុន្តែមកចាហៀងទៀតអា44 12ហ្នឹងគឺអត់មានមនុស្សនៅទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានរាល់ពេលយប់ពេលដែលខ្ញុំធ្វើអាស័យមិននៅដល់យប់អីចឹងឬក៏ខ្ញុំត្រូវមើលមេរៀនឬក៏ពេលខ្លះខ្ញុំកេងលេងហ្គេមឬក៏តាមដានកម្មវិធីបងអញ្ចឹងណាបាទខ្ញុំលើគេរត់លេងនៅក្នុងបន្ទប់ហ្នឹងរាល់យប់ហើយអ្វីដែលនេះខ្ញុំក៏គិតខ្ញុំអត់បានគិតអីលក្ខណៈថាត្រូវតែជឿលើអបិយជំនឿ 100% យើងត្រូវគិតចេះប្រហែលជាគេជួលលក្ខណៈគ្រួសារមានកូនតូចមានអីចឹងរត់លេងពេលយប់កូនងាកូនអីយំអាហ្នឹងវារឿងទូទៅហ្នឹងយើងគិតឲ្យ logic ចឹងវិញហ៎បងប៉ុន្តែអ្វីដែលនេះខ្ញុំចង់ដឹងថាចុះហើយមកស្មានហ្នឹងមកប្រហែលជាចិត្ត11អត់ដេកខ្ញុំលឺលេងបានទ្វីអញ្ចឹងខ្ញុំចង់ឃើញដែរអញ្ចឹងខ្ញុំក៏របៀបខ្ញុំលួចមើលទៅតាមដល់ពេលខ្ញុំលឺសលេងបានទ្វីខ្លាចខ្ញុំចេញពីបន្ទប់មកទៅទឹកមកលឺខ្ញុំរត់ទៅបើកទ្វារមើលអ្វីដែលខ្ញុំទទួលបានគឺពេលដែលខ្ញុំចេញមកគឺអត់មានមនុស្សនៅខាងក្រៅមិនទាំងអស់ខាងក្រៅនេះខ្ញុំចេញទៅគឺស្លាស់ល្វឹងមានតែខ្ញុំម្នាក់ឯងដែលបើកទ្វារចេញពីបន្ទប់ខ្ញុំមកអញ្ចឹងហ៎បាទចឹងអានេះវាជាបទពិសោធន៍ទី1អញ្ចឹងម្លងបានប្រហែលជា2ខែអញ្ចឹងខ្ញុំនៅបានចាប់5 3ខែណាបងអញ្ចឹងថ្ងៃមួយរបៀបដូចកាលណាដែលយើងរៀនកាន់តែរបៀបគៀកចិត្តចាប់ធ្វើអញ្ចឹងអាស័យមិនយើងគឺច្រើនតាមហ្នឹងអញ្ចឹងហ៎បងក៏ពួកខ្ញុំត្រូវធ្វើអាស័យមិនដល់ម៉ោង11 12យប់អីចឹងទៅអញ្ចឹងត្រង់ខ្ញុំតនេះហើយខ្ញុំយកកៅអៅខ្ញុំត្រូវយកទៅបោកពេលយប់អញ្ចឹងហ៎បងបាទរបៀបដូចថាការយកទៅបោកនៅហ្នឹងគឺគេមានម៉ាស៊ីនមួយយើងគ្រាន់ដាក់កាកដាក់អីចឹងទៅយើងបោកចឹងទៅដូច24 hour washing នៅបំពេញយើងចឹងយ៉ាហ្នឹងហើយអញ្ចឹងគឺខ្ញុំខនឡូខ្ញុំហ្នឹងបញ្ជាក់បន្តិចខ្ញុំនៅជាន់ទី4អញ្ចឹងបានគេដាក់លេខ4តំណាងពីមុខអញ្ចឹងខ្ញុំក៏យកចរាយខ្ញុំយកកៅអៅយកអីខ្ញុំចោះតាមចរាយយន្តទៅនៅពេលប្រហែលថាយើងម៉ោង11កន្លះចុះអញ្ចឹងក្រមកៅអៅយើងបោកហើយក្រមស្ងួតហើយហ្នឹងក៏ប្រើពេល1ម៉ោងកន្លះទៀតដែរចឹងបើយើងគិតថាយើងអង្គុយចាំកៅអៅយើងទៅយូរអញ្ចឹងណាមួយខនដូហ្នឹងគឺគេអត់សូវមានមនុស្សបោកទេពេលយប់ជាពិសេសគឺថ្ងៃអង្គារថ្ងៃពុធអញ្ចឹងគេអត់ទៅសបោខ្ញុំក៏គិតថាមិនអីទៅប្រហែលជាគេមិនទៅមានអ្នកបោកខ្ញុំក៏ឡើងមកលើវិញសិនដើម្បីខ្ញុំបង្ហាញអាស័យមិនដែលខ្ញុំត្រូវ submit ឲ្យគ្រូនៅថ្ងៃស្អែកតែអ្វីដែលយើងចោះទៅយកវិញយើងរងចាំរយៈពេលប្រហែល1ម៉ោងកន្លះអញ្ចឹងយើងថាម៉ោង1ជាងអញ្ចឹងទ្រាំហើយយើងរវល់ធ្វើចុះភ្លេចមើលម៉ោងអញ្ចឹងដល់ម៉ោង1កន្លះចិត្តយើងថាម៉ោង1កន្លះហ្នឹងខ្ញុំចេញមកទៅខ្ញុំក៏ចុចចរាយន្តចោះទៅយកកៅអៅខ្ញុំនៅម៉ាស៊ីនបោកកៅអៅនៅខាងក្រោមប៉ុន្តែពេលដែលខ្ញុំចោះទៅចាត់ទុកថាវាជាយើងគិតលើថាការសោយរបស់យើងឬក៏វាជាបច្ចេកវិទ្យាទៅលើការ maintenance ចរាយន្តapartment ហ្នឹងក៏យើងអត់យល់ដែរអញ្ចឹងខ្ញុំចោះទៅគឺចរាយន្តមាន2គឺគាំងទាំងពីរខ្ញុំចុចអត់កើតទេអញ្ចឹងគឺវាអត់មានប្រព័ន្ធភ្លើងឬក៏ប្រព័ន្ធ system ណាមួយដែលអាចថាយើងចុចចរាយន្តនឹងឲ្យដើរបានអញ្ចឹងណាប៉ុន្តែភ្លើងផ្សេងនៅក្នុងអាគារហ្នឹងគឺមានធម្មតាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំចោះទៅតាមចរាចរណ៍អញ្ចឹងខ្ញុំដើរពីជាន់ទី4ចុះដល់ជាន់ទី1បញ្ជាក់គឺ apartment ខ្ញុំនៅហ្នឹងជាន់ផ្ទាល់ដីហ្នឹងគឺជាន់ទី1អត់មានជាន់ C ជាន់ B អីទេអញ្ចឹងយើងដើរចុះមកដល់ជាន់ទី3
cho thì bấy viên là rất không mong cứ là biết đấy theo thòm ná tập nè miếng bao sao nó còn đâu gặp hạt mến con gió lì ta một cái tốt cứ gì ba phơn trao là hôn mà cái miếng phơn cái là hôn chẳng còn tái nó pe để nhung cho tư nó cứ ăn miếng tế thấy có nhau mà ăn khơi nhẹ là bằng cái đào vẹn rồi thốt nó cứ nhung cho đào cho ăn thì pì nhung cho đào cho ăn thì pì phút nhung khơi miếng là ba phê muối mình được bọc ba phê hai tầm máu còn miền mà được xây cũng biết còn ba phê trên vì tốt tôi một này chẳng bật cái tới đây riêng mà tôi có cứ bà tam nào vậy để nhóm ai hai ba pay nó cứ vì ai cho anh tí pi chẳng cứ mà pay muối đập pi chẳng từ vì tam nó hay vì tôi một lấy cô lịch ta chẳng được bà chẳng nó pay đại quạt cho tới cứ có xui chứ hay nhóm pay để nhóm tự nó vậy lo trăng cho về tới hai nhóm vì chia làm nhóm móng nhóm vì mình soft skill bao nhóm mối cứ nhóm cho chân vậy sờn chẳng việc Canada để dân vậy vui tới ca cách tông ca ấy bao dân cứ việc bắt ban lươn cho nó bộ tôi bây giờ dân chắc khăn cứ còn mình chắc khăn hay chẳng tới mình thấy dân ai chi dùm vậy mà thôi sai dân là sai vậy chẳng bây là vậy để nhóm từ cơ bán cứ quan vậy viên xui dân tôi anh điên ta na cho vậy chẳng thì xa sọc nút cái đôi hai bảo đó ta na nó gọi ôn ta na cái hai anh điên ta na cho vậy ha cây nhà ấy dân cái chắc phải làm dân phải tay dân từ do cả ai nó khom đầy phong chân phong chân từ chẳng có tha hay cho ta tới từng dục chân mình bao pì là nghĩ bị ai chẳng có cả xui dân chắc á chẳng dân có đăng ấy này nhưng chào dân sắp qua đặt bàn phải hai bạn dân điệp lia qua điệp lia ấy chẳng được sai dân liên khai đá bụng phụ bày dục chân bây giờ với snap khó phòng mà làm này dân tôi bán cứ khó phòng này chẳng nhóm có từ do cả do ai láng nhóm thử hai cái mà liên dân trẻ cái mà liên dân trẻ nhóm cả tôi này liên dân trẻ pi nhạc năng á tái pi nhạc nó qua tới ăn lại bài lắm tái dân anh vậy mùi quát bàn chẳng nhóm cả tôi thay trong mà lấy miên bao cả lực cho ngay cây bên giúp diêm lên lấy tiệt nhóm trang ai bong ai thì ca một bong phi phơi reaction á và nhóm số rồi nó lớp bọn anh nhịu mơ một khi chạy đắn tay lại bị mơ một khi phim chắc á nàng chẳng nhóm đâu ban này chỉ nói nó mua thay trong ban đây là nó khang khổm nó cứ ạt sủaเลยphần tay phụ có ca pi này con ạt hiên vậy thay nó khang khổm nó miên rừng ấy chẳng nhóm còn mót này nhóm còn thay ban này là dùng mình chơi lấy nha còn tắt một số nhóm khai nhất nhưng mà khai thì tay trong việc có là vì chỉ ca bất cái trong trường học còn tắt bởi dân kết nối bởi dân giờ sắp mấy cái ai dân mà đo lời cả chẳng biết viêm được cả bật chẳng chấp đam lộn ban ma bài trên mặt hai tiền biên bong dân ha bong này tật phơi ca nó thay cho là quạt chỉ trong chiếc khai dân đôi ní quạt lụa nó lụa bay lụa ấy nó bốc lại chẳng á bụng chẳng phụ nhóm có là việc hai chấp đam squat phụ nhóm việc ta hobby ấy mười quát chẳng á bụng chẳng có dân tận áp đáp ở đường rằng chẳng vì sai đó nó phải nó quát vận đài quát vậy mà ba ta chơi cái này nơi nó ngà tăng riêng này ca máy covid mình đừng qua mà cái đầu con vậy ba mà ba đánh cứ lần thu là hôi buồn hay chắc là giới biết cứ nó phải dân lưu chẳng tới bạn chấp vì ai làm mới dân coi sòng quan mới cứ pha là mình để nhóm nơi nó choan ti buôn để nhóm nơi nó cứ chỉ choan ti chừng cái choan ti muối cứ gạo đôi nhóm prap bong chứ lang trở lại rồi choan ti pi choan ti bấy cứ kia đã tài ván ăn miếng mà đừng đang thấy gọn cái đó bốc lực nơi này chẳng nó nhóm vậy rương đây là phạt mình nhóm muối chẳng nhóm tâm trôi tới rương nhóm muối tiếp đại việc khai dừng nắng tiếp cứ khỏi tha tẹo tôn nâng đấy vì chuyện mê riêng môi nhóm trăng trai tới này là ngọt hết ha cái class bị dân vậy lấy tay mình bạc cắt cái mình bạc can thì chẳng có nhưng mà chia tay là bị xong lắm nát tay nó cứ là cái nào thay trẻ việc đó nhập tay dân phong bên chim riêu dân sự bọn phong ấy thoát ngày nắng bia dân đã lên nó không lá hai mang đập môi đập pi vô chắc á không xả lại bà không xả nhóm nó cứ mặc tay khác cái đa đi đọc ly rồi là trên coi lên nó xả này ấy chẳng thật chia sẻ có rồi có chia lại bằng chia sẻ có bằng chia sẻ có ok bằng ok bà
វិទ្យាល័យហ្នឹងខ្ញុំបញ្ជាក់ឈ្មោះទៀត Rangsit University បើអ្នកធ្លាប់រៀននៅខាងអបុនខាងអីខ្មែរយើងធ្លាប់ទៅគឺស្គាល់វិទ្យាល័យហ្នឹងបងអូខេមកអូខេជួយមកបាទអញ្ចឹងគឺថាថ្ងៃមួយហ្នឹងខ្ញុំទៅចូលគេមានប្រភេទអាគារគេមួយគឺអាគារមួយគឺ college មួយបានន័យថាឧទាហរណ៍អាគារទី1គឺជាអាគារហ្នឹងគឺសម្រាប់តបង់លើផ្នែក finance ផ្នែក office ទេបាទចាអាគារទី2ផ្នែកអង់គ្លេសគឺរៀនតែអក្សរសាស្ត្រអង់គ្លេសផ្នែកទី3ផ្នែក8ផ្នែក4អីចឹងទៅគឺតាមហ្នឹងអញ្ចឹងយល់បាទអញ្ចឹងខ្ញុំក៏របៀបថាខ្ញុំទៅលេងអាគារ17ហ្នឹងគឺជាអាគារមិត្តភក្តិខ្ញុំរៀន8អាគារហ្នឹងគឺគាត់រៀន8នៅហ្នឹងអញ្ចឹងខ្ញុំក៏ថាវិសុទ្ធចេះអាចខ្លាចខ្មោចអត់តែខ្លាចខ្មោចស្វឹងប៉ុណ្ណេះហើយវាតែខ្លាចវាថាបើថាហើយយើងទៅនិយាយយើងក៏និយាយចេះទៀតបើជួបខ្វះស្រីម្លោបមកយកមកអត់មានខ្វល់ទេយល់យើងណាប្រនិយាយគ្នាលេងអញ្ចឹងណាបាទយើងនិយាយគ្នាលេងហើយក៏ខ្ញុំនិយាយជាស្រ័យទៅអ្នកទាំងអស់គ្នាពាក្យហ្នឹងវាអត់ទៅសមរម្យទេវាមិនអត់ទៅគឺអត់សមរម្យតែគាត់ថាភាសាប្រុសប្រុសនិយាយគ្នាលេងទី1យើងស្វឹងផងទី2ការគិតរបស់យើងគឺអត់បានដិតដល់ព្រោះយើងពងពេញឈាមរាវចឹងដល់ពេលហើយក៏ដល់រឿងហ្នឹងទៅលេងស្រាប់តែស្អែកឡើងពេលថ្ងៃម៉ោងប្រហែលជា1ថ្ងៃទេអត់មែន12ថ្ងៃទៀតម៉ោង1ថ្ងៃក្នុងបន្ទប់ទឹកប្រុសហ្នឹងគឺអាគារមិត្តភក្តិខ្ញុំដែរខ្ញុំទៅចាំគាត់ចេញពីរៀនមកដើម្បីទៅហូបបាយជុំគ្នាចឹងពេលដែលខ្ញុំទៅចាំគាត់ហ្នឹងខ្ញុំរបៀបថាយើងឈឺបាត់ជើងតូចឈឺអីយើងចូលបន្ទប់ទឹកហើយខ្ញុំបញ្ជាក់មួយទៀតដោយសារនៅហ្នឹងដូច web ដូចអីចឹងយើងស្មោកនៅហ្នឹងយើងអត់អាចស្មោក public បានទេស្ថានភាពហ្នឹងគឺប៉ូលីសចាប់បាទអញ្ចឹងបើចង់ជក់យើងត្រូវទៅជក់នៅក្នុងបន្ទប់ទឹកបើបរិយយើងជក់ក្នុងសាលាក៏បានដែរគេមាន smoking area ឲ្យយើងអញ្ចឹងអូខេយ៉ាអញ្ចឹងដល់ពេលខ្ញុំទៅបន្ទប់ទឹកហ្នឹងមកបន្ទប់ហ្នឹងចូលមានមនុស្ស2នាក់មួយទៀតគាត់ចូលបន្ទប់ទឹកមួយទៀតលក្ខណៈគាត់ចូលបាត់ជើងអុំឬក៏ដូរកៅអៅសម្រួលអាយ៉ាបាត់គាត់មិនយើងអត់ដឹងទេប៉ុន្តែយើងឈរនោមហើយយើងមកលាងដៃហ្នឹងយើងអោនលុបមុខរបៀបទៅថាវាកាហាយភ្នែកវាអីចឹងទៅធម្មតាយើងលុបឲ្យស្រឡះមុខបងឯងដឹងខ្ញុំឃើញអីនៅក្នុងកញ្ចក់នៅមុខបន្ទប់ទឹកហ្នឹងមនុស្សស្រីបាយខ្នងដាក់ខ្ញុំឲ្យស្លៀកក្បិនឲ្យសក់ត្រឹមជាកាសតែឃើញបាយខ្នងគាត់បាយខ្នងដាក់អញ្ចឹងពេលហើយខ្ញុំអត់អីទេខ្ញុំប្រាប់មិត្តភក្តិខ្ញុំហើយតែមកខ្ញុំប្រាប់បងខ្ញុំបងធွာរបស់ខ្ញុំដែលខ្ញុំរាប់អានគ្នាហ្នឹងពេលដែលចេញមកគាត់ក៏បាននឹកឃើញដែរចេះអនឡាញចាំបានអនឡាញនិយាយអីអត់ខ្ញុំថាខ្ញុំនិយាយគេបងអនឡាញនិយាយថាបើគេសួរអនឡាញថាអនឡាញខ្លាចខ្មៅអនឡាញថាអត់ហើយអនឡាញថាបើយកខ្មៅធ្វើអនឡាញម្ដងគេទៀតឥឡូវគេមកចាចឹងដល់ពេលដែលហ្នឹងហើយបើខ្ញុំនឹកឃើញគិតខ្ញុំអត់អស់ចិត្តទេស្អែកឡើងខ្ញុំទៅកន្លែងហ្នឹងទេខ្ញុំចង់ទៅជួបទៀតអត់ជួបមែនខ្ញុំប្រាប់បងអើយខ្ញុំលើកដៃកុមារតោមកខ្ញុំថាពាក្យពេលហ្នឹងគឺខ្ញុំស្វឹងខ្ញុំអត់ដឹងអីទេហើយយើងនិយាយជាខ្មែរផងថៃផងអង់គ្លេសផងធ្វើមិនធ្វើអាពេលហ្នឹងរបៀបថាយើងភ័យខ្លាំងមែនតើណាបាទហ្នឹងហើយតបមកទៅក៏វារបៀបទៅថាគឺអារម្មណ៍យើងពេលហ្នឹងគឺវាដិតដាមខ្លាំងមែនតើណាបងចឹងខ្ញុំមានតែប៉ុណ្្នឹងទេតែគាត់ថាអ្វីដែលខ្ញុំចែកទៅវាមិនសូវរំភើបខ្លាំងតែគាត់ថាវាជាខ្ញុំគិតថាជាការដាស់តឿនមួយកុំឲ្យពេលខ្លះពាក្យដែលយើងនិយាយគាត់ថានិយាយលេងគេអត់ប្រកាន់ប៉ុន្តែគេប្រកាន់យើងទាំងដែលយើងគិតថាយើងអត់បានធ្វើខុសបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងអរគុណច្រើនទាំងអស់គ្នាជូនពរកម្មវិធីដំណើរការបានកាន់តែល្អអូខេអរគុណច្រើនបងសម្រាប់ពេលវេលាមានបងវេតខ្ញុំភ្លេចណែនាំឈ្មោះជើឈ្មោះខ្ញុំ nickname ខ្ញុំឈ្មោះម៉ែវអូខេម៉ែវសាខាស្មៀបបាត់ដៃអក្សរអីបាត់ដៃអក្សរ X បងអូយឆ្ងាយអរេបាត់ដៃអក្សរ M ដែរតាអូខេសនិចាំខ្ញុំអនុញ្ញាតឲ្យខ្លួនឯងជម្រាបលាពួកបងទាំងអស់គ្នានឹងជូនពរដល់ទាំងអស់គ្នាជួបតែរឿងរំភើបទាំងខ្ញុំរាប់រយដងទៀតកាន់តែអែមយកហ្មងចៃអញ្ចឹងណាអូខេបាយបាយ thank you thank you សុខសប្បាយបាទអូខេបាយអូខេអ្នកនរគ្នាយើងបានជួបជាមួយបងប្អូនគាត់នៅក្មេងដែរទេហើយគាត់បានចែកម្លែកជាមួយនឹងកម្មវិធីយើងរហូតដល់2សាច់រឿងដែរហើយសាច់រឿងរបស់គាត់ជួបខ្លាំងដែរប៉ុន្តែ
ពិធីក្នុងការគាត់និយាយគឺគាត់និយាយមកល្មមមកយើងសួរស្ដាប់ បាទ អញ្ចឹងអ្នកនរគ្នាក៏អាចរ៉េតឲ្យបានដែរតើសាច់រឿងទី2សល់ថ្មប៉ុន្មានភាគរយហើយពេលដែលអ្នកនរគ្នាកំពុងស្ដាប់មិនហ្នឹង បាទ យល់អត់